ខាងក្រោមនេះគឺជាអាចកំបាំងនៃបេះដូងរបស់ម៉ែដែលគ្មាននរណាម្នាក់បានដឹងទេកូនអើយម៉ែខិតខំគ្រប់គ្រងឲ្យកូនបានរៀនសូត្រក្រែងកូនបានការងារល្អតែម៉ែមិនដឹងថាអនាគតរបស់កូននៅទៅជាយ៉ាងណានោះទេពីព្រោះកូននៅសាលារីឯម៉ែនៅផ្ទះម៉ែពិតជាមិនអាចជួយអ្វីកូនបានទេពីព្រោះសំបីតែចំណេះវិជ្ជាក៏ម៉ែប្រៀបមិនបាននឹងកូនដែលជាក្មេងសម័យឥឡូវផងប៉ុន្តែអ្វីដែលម៉ែអាចធ្វើបាននោះគឺអធិដ្ឋានកូនដឹងទេថាម៉ែតែងតែអធិដ្ឋានផ្សេងឲ្យព្រះរបស់ម៉ែជួយដឹកនាំផ្លូវកូនទៅកាន់មាគ៌ាមួយនៃជោគជ័យឲ្យកូនម៉ែបានរៀនចប់នឹងគេមានការងារល្អធ្វើហើយក៏មានគ្រួសារដ៏ល្អនិងជីវិតមួយដ៏សែនពិសេសទោះបីសពថ្ងៃនេះវិទ្យាសាស្ត្ររីកចម្រើនកូនម្ដាយខ្លះមិនជឿលើរឿងទាំងអស់នេះក៏ដោយតែម៉ែនៅតែធ្វើពីព្រោះជំនឿគឺជាការមើលមិនឃើញព្រោះម៉ែនៅតែទុកចិត្តឲ្យអធិដ្ឋានឲ្យកូនគ្រប់ពេលវេលាហើយម៉ែជឿថាកូនរបស់ម៉ែនឹងសម្រេចបានពាក្យរបស់ម៉ែជឿយ៉ាងពិតប្រាកដថាព្រះរបស់ម៉ែនឹងជួយកូននឹងជួយតាមថែរក្សាកូនរបស់ម៉ែ